Vậy tới chưa cố bồng nónនៃការអានលោកគ្រូខ្ញុំបានអានសៀវភៅច្រើនណាស់ប៉ុន្តែខ្ញុំក៏ភ្លេចច្រើនណាស់ដែរដូច្នេះតើការអានសៀវភៅបានន័យអ្វីនេះគឺជាសំណួរដែលសិស្សចង់ដឹងគ្រូមិនបានឆ្លើយអ្វីទេគាត់គ្រាន់តែញញឹមទៅកាន់សិស្សក្នុងភាពស្ងប់ស្ងាត់ប៉ុន្មានថ្ងៃក្រោយមកពួកគេកំពុងអង្គុយនៅក្បែរទន្លេមួយរំពេចក្រោយមកស្រាប់តែលោកគ្រូចំណាស់ម្នាក់នោះបាននិយាយទៅកាន់សិស្សថាខ្ញុំស្រេកទឹកណាស់សូមយកទឹកមកឲ្យខ្ញុំបន្តិចប៉ុន្តែចូលប្រើកន្ត្រងរស័យចាស់ដែលមានរន្ធច្រើននៅទីនោះទៅដួសទឹកចុះសិស្សមានការភ្ញាក់ផ្អើលមែនតើវាគឺជាការស្នើសុំមួយដែលគួរឲ្យអស់សំណើចតែអ្នកណាអាចដួសទឹកនៅក្នុងកន្ត្រងរស័យដែលមានរន្ធច្រើនបែបនេះបានទៅប៉ុន្តែសិស្សមិនហ៊ានប្រកែកឡើយគាត់បានយកកន្ត្រងរស័យនិងព្យាយាមដួសទឹកដួសលើកទី1ដួសលើកទី2ដួសលើកទី3ព្យាយាមដួសឲ្យដួសទៀតគាត់កាន់តែព្យាយាមដួសឲ្យបានលឿនជាងមុនព្យាយាមបំវល់កន្ត្រកឲ្យត្រូវមាត់ល្អហើយថែមទាំងព្យាយាមយកម្រាមដៃទៅបិទរន្ធទៅនោះទៀតផងគ្មានអ្វីបានផលឡើយគាត់មិនអាចដួសបានសូម្បីតែទឹកមួយដំណក់តូចសោះគាត់មានអារម្មណ៍ថាហត់ហើយធុញទ្រាន់ជាខ្លាំងហើយបានដាក់កន្ត្រកនៅក្បែរជើងរបស់លោកគ្រូហើយនិយាយថាសូមទោសលោកគ្រូខ្ញុំបានបរាជ័យហើយវាគឺជារឿងដែលមិនអាចទៅរួចឡើយលោកគ្រូមើលទៅសិស្សដោយក្តីមេត្តាហើយនិយាយថាអ្នកមិនបរាជ័យទេចូលក្រឡេកទៅមើលកន្ត្រកឫស្សីនោះមើលសិស្សក្រឡេកមើលកន្ត្រងឫស្សីហើយបានសង្កេតឃើញអ្វីមួយខុសពីធម្មតាកន្ត្រងឫស្សីដ៏ចាស់ស្រអាប់និងក៏ក្រិចឥឡូវនេះបានប្រែទៅជាភ្លឺរលោងទោះបីជាវាមិនអាចដួសទឹកបានក៏ពិតមែនក៏ប៉ុន្តែវាត្រូវបានលាងសម្អាតម្ដងហើយម្ដងទៀតរហូតដល់ភ្លឺរលោងលោកគ្រូបានបន្តថានេះហើយគឺជាអ្វីដែលការអានកំពុងធ្វើការវាមិនសំខាន់ថាទោះបីជាអ្នកមិនចាំរាល់ព័ត៌មានទាំងអស់វាមិនសំខាន់ថាទោះបីជាចំណេះដឹងហូរចេញប្រៀបដូចជាទឹកដែលហូរចេញពីកន្ត្រងឫស្សីនេះនោះទេពីព្រោះខណៈដែលអ្នកអានខួរក្បាលរបស់អ្នកត្រូវបានលាងសម្អាតចិត្តវិញ្ញាណរបស់អ្នកត្រូវបានស្រស់ស្រាយឡើងវិញគំនិតរបស់អ្នកត្រូវបានចាក់បំពេញដោយអុកស៊ីហ្សែនហើយទោះបីជាអ្នកមិនអាចសង្កេតមើលឃើញភ្លាមៗក៏ដោយតែអ្នកកំពុងត្រូវបានផ្លាស់ប្ដូរនិងលាងសម្អាតពីក្នុងចេញទៅក្រៅនេះហើយគឺជាគោលបំណងពិតនៃការអានវាគឺមិនមែនដើម្បីចាក់បំពេញការចាំរបស់អ្នកទេប៉ុន្តែដើម្បីលាងសម្អាតជំរះនិងពង្រឹងចិត្តវិញ្ញាណក៏ដូចជាខួរក្បាលរបស់អ្នកធ្វើជាមនុស្សពិបាកខ្លាំងណាស់ស្លូតត្រូវគេធ្វើបាបចិត្តល្អត្រូវគេប្រើរស់នៅបានល្អមានគេច្រណែនរស់នៅលំបាកក្រខ្សត់មានគេមើលងាយរៀនប្រយ័ត្នលំអិតពេកមិត្តភ័ក្តិកាន់តែតិចរៀនទូលាយមិនប្រកាន់មនុស្សចាំបោកក៏កើនឡើងធ្វើកាន់តែល្អក៏នៅមានអ្នកស្អប់ផ្ដល់ឲ្យកាន់តែច្រើនក៏មិនអាចអ្នកណាក៏ស្រឡាញ់យើងយល់ល្អធ្វើខ្លួនឯងឲ្យល្អមិនចាំឲ្យគេមកយល់ពីយើងឲ្យតែមិនខុសនឹងច្បាប់មនុស្សលោកមិនខុសនឹងច្បាប់ធម្មជាតិមិនក្បត់នឹងមនសិការខ្លួនឯងមិនមានការសោកស្ដាយគឺបានហើយឥឡូវនេះខ្ញុំផ្លាស់ប្ដូរហើយញ៉ាំតែអាហារណាដែលល្អចំពោះសុខភាពចំពោះរឿងរ៉ាវមនុស្សលោកក៏មានការយល់ដឹងច្រើនមើលរំលងច្រើនមិនប្រកាន់ឆ្លោះជាមួយមនុស្សដែលយើងស្អប់ក៏មិនប្រកែកយកឈ្នះជាមួយមនុស្សដែលមានការយល់ដឹងខុសពីយើងក្តីសង្ឃឹមធំបំផុតគឺឪពុកម្ដាយសមាជិកគ្រួសារមានសុខភាពល្អមិនមានជំងឺកាចសាហាវអ្វីផ្សេងទៀតគ្រាន់តែជាគ្រឿងលម្អបន្ទាប់បន្សំប៉ុណ្ណោះសមត្ថភាពខ្លាំងរបស់មនុស្សយើងគឺអាច1អាចលះបង់ចោលយើងត្រូវការសម្រិតសម្រាំងការរស់នៅគឺត្រូវចេះរើសយកនិងបោះចោលពេលដែលយើងចេះសម្រាំងចេញទុកអ្វីដែលល្អយើងនឹងកាន់តែច្បាស់ក្នុងចិត្តការដែលយើងចេះរើសចេះបោះចោលគឺអាចធ្វើឲ្យជីវិតយើងកាន់តែមានការងាយស្រួល2អាចទម្លាក់ចោលសម្ពាធរបស់ជីវិតទម្លាក់ចោលការស្អប់គំនុំទម្លាក់ចោលភាពអយុត្តិធម៌ក្នុងចិត្តទម្លាក់ចោលអ្វីដែលអាចទម្លាក់ចោលបាននោះអ្នកនឹងក្លាយជាមនុស្សពូកែ3អាចស៊ូទ្រាំជីវិតយើងបើមិនស៊ូទ្រាំគឺមិនមានរសជាតិផ្អែមទេស៊ូទ្រាំឲ្យដល់ទីបំផុតធ្វើជាមនុស្សមិនត្រឹមតែចេះស៊ូទ្រាំទេគឺត្រូវទ្រាំឲ្យបានទៀតដូច្នេះទើបអ្នកអាចខ្ពស់ត្រដែតបានបើទ្រាំមិនបានទេអ្នកនឹងត្រូវចម្រាញ់ចេញជាមិនខាន4អាចរែក
អាចរែកបានគឺរែកបើរែកមិនបានរឹតតែប្រឹងប្រែងរែកថែមទៀតរែកមិនមែនជារឿងងាយស្រួលទេប៉ុន្តែរឹតតែពិបាកគឺនៅតែរែកបន្តទៀតព្រោះយើងត្រូវមានទំនួលខុសត្រូវលើជីវិតខ្លួនឯងអាចគឺជាសមត្ថភាពធំបំផុតរបស់មនុស្សយើងឲ្យតែអ្នកអាចអ្នកនឹងអាចប្រសិនបើអ្នកចង់អាចអ្នកត្រូវតែជឿជាក់ខ្លួនអ្នកថាអាចជាមុនសិនសុភមង្គលបិទមហាសេដ្ឋីម្នាក់បានរៀបរាប់ថានៅក្នុងឆាកជីវិតរបស់ខ្ញុំបានធ្វើដំណើរអស់4ដំណាក់កាលហើយទើបបានជួបនៅសុភមង្គលពិតប្រាកដដំណាក់កាលទី1គឺខ្ញុំបានស្វែងរកចំណេះវិជ្ជានិងរកប្រាក់បានយ៉ាងច្រើនតែនៅដំណាក់កាលនេះវាមិនអាចធ្វើឲ្យសប្បាយចិត្តពិតប្រាកដឡើយដំណាក់កាលទី2គឺខ្ញុំបានប្រឡងប្រណាំងប្រជែងនឹងមហាសេដ្ឋីផ្សេងទៀតក្នុងការទិញប្រមូលយកនៅរបស់ដ៏មានតម្លៃនានាដូចជារថយន្តទំនើបត្បូងពេជ្រធំនិងមហាភូមិគ្រឹះជាច្រើនតែវាគ្រាន់តែជាសុភមង្គលបណ្ដោះអាសន្នប៉ុណ្ណោះព្រោះអ្វីដែលកាន់តែទំនើបជាងមុនកាន់តែកើតឡើងជាបន្តបន្ទាប់ដំណាក់កាលទី3គឺការទិញផ្ដាច់នៅបណ្ដាក្លឹបបាល់ទាត់អន្តរជាតិល្បីល្បាញសន្តាគារធំនិងរមណីយដ្ឋានកំសាន្តធំប៉ុន្តែនៅពេលដែលខ្ញុំទិញបានវាមកក្នុងដៃហើយវាបែរជាមិនមានន័យទៅវិញដំណាក់កាលទី4គឺនៅពេលដែលមិត្តរបស់ខ្ញុំម្នាក់បានបបួលខ្ញុំធ្វើបុណ្យចែកទានដោយយើងទិញរទេះកៅអីសម្រាប់កុមារពិការយកទៅចែកជាអំណោយដល់កុមារពិការទូរគតនាពេលដែលខ្ញុំប្រគល់រទេះកៅអីទាំងដល់កុមារពិការដោយផ្ទាល់ដែរខ្ញុំបានឃើញទឹកមុខដ៏រំភើបរីករាយនៃកុមារពិការទាំងឡាយដែលឡើងជិះរទេះកៅអីរួចបង្វិលបោះជុំវិញព្រមទាំងពួកគេស្រែកហូសប្បាយរីករាយហាក់បីដូចជាពួកគេបានរកឃើញឡើងវិញនៅក្តីសង្ឃឹមនៃជីវិតរបស់ពួកគេខ្ញុំមានអារម្មណ៍រីករាយដល់ចម្លែកជាជាងខ្ញុំបានទទួលដំណឹងអំពីផ្សារភាគហ៊ុនឡើងថ្លៃទៅទៀតហើយខ្ញុំក៏បោះជំហានដែរចេញខណៈនោះខ្ញុំបានទទួលអារម្មណ៍ថាវាមានដៃមួយគូបានមកចាប់ដៃរបស់ខ្ញុំហើយខ្ញុំបានយកដៃទៅប្រឡែកដៃនោះចេញពីជើងរបស់ខ្ញុំដែលថ្នមស្រាប់តែដៃទាំងទ្វេនោះនៅតែចាប់ជើងរបស់ខ្ញុំយ៉ាងជាប់ហើយវាមិនព្រមប្រឡែងជើងខ្ញុំសោះឡើយខ្ញុំបានដាក់បង្គោលចុះហើយសួរកុមារពិការនោះថាតើអូននៅមានការអ្វីទៀតពីអ៊ំឬកុមារពិការបានឆ្លើយថាអោអ៊ំឯងខ្ញុំចង់ឃើញមុខរបស់អ៊ំឲ្យបានយូរបន្តិចដើម្បីឲ្យខ្ញុំបានចាំមុខរបស់អ៊ំច្បាស់ហើយនៅពេលដែលខ្ញុំបានជួបអ៊ំនៅឋានសួគ៌ខ្ញុំនឹងស្គាល់និងចំណាំអ៊ំបានហើយខ្ញុំនឹងថ្លែងអំណរគុណជូនអ៊ំម្ដងទៀតណាអ៊ំចម្លើយរបស់កុមារពិការម្នាក់នេះមិនត្រឹមតែវាបានធ្វើឲ្យខ្ញុំជួបនៅសុភមង្គលពិតនោះទេគឺវាថែមទាំងបានផ្លាស់ប្ដូរនៅដំណើរជីវិតរបស់ខ្ញុំទាំងស្រុងហើយដំបូន្មានមួយចំនួនសម្រាប់បងប្អូនប្រឡងជាប់ទី12ហើយត្រូវមករៀននៅភ្នំពេញត្រូវចាំថាការចាប់ផ្ដើមជីវិតជានិស្សិតថ្មីនៅភ្នំពេញអាចជាការប្រឈមមួយប៉ុន្តែបើបងប្អូនមានវិន័យកម្លាំងចិត្តជំនឿនិងគោលបំណងច្បាស់លាស់រាល់ជំហាននឹងក្លាយជាផ្លូវដ៏ភ្លឺស្វាងនាំទៅរកជោគជ័យជាមួយនឹងភាពខិតខំប្រឹងប្រែងនោះមិនត្រឹមតែបង្ហាញពីតម្លៃរបស់បងប្អូនទេប៉ុន្តែថែមទាំងធ្វើឲ្យគ្រួសារដែលជឿជាក់លើបងប្អូនមានមោទនភាពនិងក្តីសង្ឃឹមចំពោះបងប្អូនផងដែរ1រៀបចំកន្លែងស្នាក់នៅជ្រើសរើសកន្លែងស្នាក់នៅមានសុវត្ថិភាពនិងតម្លៃសមរម្យនឹងថវិកាប្រសិនបើអាចស្នាក់នៅជាមួយមិត្តភ័ក្តិឬក្នុងដមដែលមានសុវត្ថិភាព2គ្រប់គ្រងថវិការៀបចំថវិកាចំណាយប្រចាំខែអាហារការដឹកជញ្ជូនការធ្វើដំណើរសៀវភៅនិងអាហារូបករណ៍ផ្សេងៗរៀនសន្សំប្រាក់និងប្រើប្រាស់ប្រាក់យ៉ាងប្រុងប្រយ័ត្ន3ផ្នែកសិក្សាចូលរៀនទៀងទាត់និងចេះគ្រប់គ្រងពេលវេលាធ្វើកិច្ចការសាលាសិក្សាផ្ទាល់ខ្លួននិងស្វែងយល់បន្ថែមក្រៅម៉ោង4សកម្មភាពក្រៅម៉ោងចូលរួមក្លឹបឬសកម្មភាពសាលាដើម្បីអភិវឌ្ឍជំនាញទំនាក់ទំនងទទួលបានបទពិសោធន៍ថ្មីនិងពង្រឹងមិត្តភាព5ថែរក្សាសុខភាពញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមគេងឲ្យបានគ្រប់គ្រាន់ហាត់ប្រាណជាប្រចាំដើម្បីរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្ត6ទំនាក់ទំនងនិងមិត្តភាពបង្កើនទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិនិងគ្រូកុំខ្មាស់អៀនក្នុងការសុំដំបូន្មានពីរៀមច្បងឬមិត្តដែលមានបទពិសោធន៍ត្រូវប្រុងប្រយ័ត្នជាមួយមិត្តដែលមានឥទ្ធិពលអាក្រក់នាំទៅរកផ្លូវមិនល្អនិងអាចប៉ះពាល់ដល់អនាគត7ការអភិវឌ្ឍខ្លួនឯងដាក់គោលដៅយ៉ាងច្បាស់លាស់និងខិតខំសម្រេចវា
មានវិន័យមានទំនុកចិត្តលើខ្លួនឯងនិងរស់នៅដោយមានការទទួលខុសត្រូវដំបូន្មានទាំងអស់នេះអាចជួយបងប្អូនឲ្យសម្របខ្លួនបានល្អក្នុងជីវិតជានិស្សិតនៅភ្នំពេញដោយមានទិសដៅច្បាស់លាស់ទទួលបានបទពិសោធន៍ថ្មីៗនិងរៀនពីការរស់នៅឯករាជ្យវាជួយឲ្យបងប្អូនអាចគ្រប់គ្រងពេលវេលានិងថវិកាបានល្អស្ថិតក្នុងបរិយាកាសសង្គមថ្មីដែលមានភាពក្លាហាននិងទំនួលខុសត្រូវក៏ដូចជាជួយបង្រៀនអំពីការសហការជាមួយមិត្តភ័ក្តិនិងគ្រូបង្រៀនការទទួលបានដំបូន្មានព្រមទាំងការថែរក្សាសុខភាពផ្ទាល់ខ្លួនបើបងប្អូនអនុវត្តតាមដំបូន្មានទាំងនេះនោះមិនត្រឹមតែធ្វើឲ្យបងប្អូនរៀនបានជោគជ័យប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបង្កើតជីវិតដែលមានន័យនិងគោលបំណងនិងអនាគតភ្លឺស្វាងសូមសំណាងល្អក្នុងដំណើរជីវិតមួយនេះ